ពេលនេះហើយខ្ញុំត្រូវការលុយខ្លាំងបំផុតតើតែខ្ញុំមានលុយបាទខ្ញុំអាចព្យាបាលម៉ាក់ខ្ញុំឲ្យជាសះស្បើយឡើងវិញបានហើយក៏អត់មានអ្នកណាមកជួយខ្ញុំបានក្រៅពីពួកខ្ញុំបងប្អូនខ្ញុំគ្រួសារខ្ញុំខ្លួនឯងដែរគេបានត្រឹមតែអាណិតអាសូរត្រឹមតែលើកទឹកចិត្តយើងឲ្យយើងខំប្រឹងប៉ុន្តែគេមិនអាចផ្ដល់លុយកាក់មកឲ្យយើងបានទេអញ្ចឹងមានតែខ្ញុំខ្លួនឯងដែលខំប្រឹងខ្ញុំឃើញម៉ាក់ខ្ញុំឈឺដេកពេទ្យគឺខ្ញុំអត់មានអារម្មណ៍ធ្វើការរកស៊ីលក់ដូរអីទេប៉ុន្តែខ្ញុំខំប្រឹងដោយសារបើសិនជាខ្ញុំមិនខំប្រឹងខ្ញុំមិនរឹងមាំគឺខ្ញុំអត់មានលុយយកទៅព្យាបាលម៉ាក់ខ្ញុំទេដោយសារម៉ាក់ខ្ញុំចំណាយលុយច្រើនខ្លាំងមែនតើនៅក្នុងការព្យាបាលម៉ាក់ខ្ញុំដេកនៅក្នុងបន្ទប់ ICU មានពេទ្យមើលថែមានប៉ាមានបងមានប្អូនមើលថែខ្ញុំចង់ទៅមើលថែម៉ាក់ខ្ញុំខ្លាំងមែនតើខ្ញុំទៅមើលគាត់បានតែ2ថ្ងៃទេប៉ុន្តែខ្ញុំក៏មានទូនាទីទំនួលខុសត្រូវគឺខ្ញុំត្រូវមកមើលហាងដោយសារមានភ្ញៀវមកកក់ហាងកក់មកហូបខ្ញុំត្រូវតែលក់ដូរខ្ញុំខំប្រឹងដើម្បីខ្ញុំយកលុយទៅព្យាបាលម៉ាក់ខ្ញុំឲ្យជាសះស្បើយម៉ាក់ខ្ញុំត្រូវការពេលវេលានិងចំណាយលុយច្រើនខ្លាំងមែនតើតែគ្រួសារយើងជួបទុក្ខលំបាកមានគ្រោះថ្នាក់ទើបយើងដឹងថាលុយគឺសំខាន់បំផុតគ្មានអ្នកណាមកអាចជួយយើងបានក្រៅពីលុយទេបើខ្ញុំអត់មានលុយជួយម៉ាក់ខ្ញុំគឺម៉ាក់ខ្ញុំអត់មានជីវិតទេអញ្ចឹងខ្ញុំត្រូវតែប្រឹងដើម្បីម៉ាក់ខ្ញុំមានជីវិតគឺខ្ញុំតស៊ូទោះបីខ្ញុំអត់សប្បាយចិត្តក៏ខ្ញុំត្រូវតែរឹងមាំត្រូវតែសើចត្រូវតែញញឹមដាក់ភ្ញៀវមកលក់ដូរធម្មតាហើយខ្ញុំក៏ចង់បង្ហាញពីទំនួលខុសត្រូវរបស់ខ្ញុំឲ្យបុគ្គលិករបស់ខ្ញុំបានឃើញថាខ្ញុំជាមេរបស់គេខ្ញុំក៏មានបញ្ហាគ្រួសារខ្ញុំក៏មានទុក្ខលំបាកប៉ុន្តែខ្ញុំបែងចែកឲ្យដាច់រវាងបញ្ហាគ្រួសារជាមួយនឹងទំនួលខុសត្រូវនៅពេលដែលធ្វើការអញ្ចឹងនៅពេលដែលបុគ្គលិកខ្ញុំគាត់មានបញ្ហានៅផ្ទះអីក៏ដោយនៅពេលដែលគាត់ចូលធ្វើការខ្ញុំសូមឲ្យគាត់ធ្វើការឲ្យមានទំនួលខុសត្រូវទោះបីគាត់មានការពិបាកនៅក្នុងគ្រួសារប៉ុណ្ណាក៏ដោយពេលធ្វើការគឺគាត់ត្រូវតែញញឹមត្រូវតែសប្បាយចិត្តត្រូវតែទទួលភ្ញៀវឲ្យពួកគាត់ពេលដែលមានបញ្ហានៅគ្រួសារគាត់ត្រូវការលុយប៉ុន្តែពេលដែលគាត់មកធ្វើការគឺគាត់ធ្វើការដោយមិនសប្បាយចិត្តធ្វើការដោយកម្មាំងកម្មៅគឺខ្ញុំអត់ពេញចិត្តនៅចំណុចមួយនឹងសម្រាប់បុគ្គលិកទាំងអស់មិនថាបុគ្គលិកខ្ញុំឬបុគ្គលិកកន្លែងណាក៏ដោយគឺយើងត្រូវបែងចែកឲ្យដាច់ដូចខ្ញុំពេលនេះសួរថាខ្ញុំមានការសប្បាយចិត្តឬមួយក៏ខ្ញុំមានកម្លាំងនៅក្នុងការធ្វើការអត់គឺខ្ញុំអត់មានសោះតែម្ដងគឺចិត្តខ្ញុំអារម្មណ៍របស់ខ្ញុំគឺនៅបារម្ភពីម៉ាក់ខ្ញុំជានិច្ចតែម្ដងប៉ុន្តែទំនួលខុសត្រូវបើខ្ញុំមិនធ្វើខ្ញុំមិនរឹងមាំខ្ញុំមិនមានលុយខ្ញុំមិនអាចទៅជួយគ្រួសារហើយខ្ញុំក៏មិនអាចដោះស្រាយបញ្ហាបានដែរអញ្ចឹងគ្រប់បញ្ហាទាំងអស់គឺត្រូវតែមានលុយហើយសម្រាប់បុគ្គលិកខ្ញុំក៏ដូចគ្នាដែរចង់មានលុយចង់បានលុយទៅដោះស្រាយពីជីវភាពគ្រួសារតើតែយើងត្រូវបែងចែកឲ្យដាច់រវាងបញ្ហាគ្រួសារជាមួយនឹងការងារទោះបីមានបញ្ហាប៉ុណ្ណាក៏ដោយគឺយើងទុកការងារសំខាន់យើងត្រូវតែខំប្រឹងធ្វើការដើម្បីយើងបានលុយបានថវិកាទាំងអស់ហ្នឹងទៅជួយដោះស្រាយបញ្ហារបស់យើងអញ្ចឹងកុំឲ្យពេលដែលយើងអត់សប្បាយចិត្តហើយយកអាការដែលយើងអត់សប្បាយចិត្តហ្នឹងមកកន្លែងធ្វើការមុខអាមេរិកចេកបន្ទុំមិនទទួលភ្ញៀវវានាំឲ្យប៉ះពាល់ដល់កន្លែងធ្វើការរស់ស៊ីដូចខ្ញុំទោះបីអត់សប្បាយចិត្តមែនតែខ្ញុំនៅតែបើកលក់ដូររស់ស៊ីជាប្រចាំហើយខ្ញុំត្រូវតែនៅប្រចាំនៅហាងតាមពិតខ្ញុំត្រូវទៅមើលម៉ាក់ខ្ញុំប៉ុន្តែដោយសារមានបងប្អូនជាមួយនឹងពេទ្យគាត់មើលថែហើយអញ្ចឹងខ្ញុំត្រូវត្រឡប់មកវិញទំនួលខុសត្រូវគឺមើលហាងរៀបចំហាងនៅពេលដែលមានភ្ញៀវចូលគឺខ្ញុំត្រូវតែនៅហាងដោយសារពេលដែលខ្ញុំនៅហាងគឺហាងខ្ញុំលក់ដាច់ភ្ញៀវចូលច្រើនពេលដែលខ្ញុំអត់នៅហាងគឺបុគ្គលិកគឺគាត់រៀបចំគឺតែងតែមានបញ្ហារកម្មរកុសនៅក្នុងហាងហើយអញ្ចឹងខ្ញុំត្រូវតែនៅហាងជាប្រចាំដើម្បីខ្ញុំលក់ដូរដាច់ខ្ញុំមានលុយព្រោះអីលុយសំខាន់បំផុតគឺមានតែលុយទេដែលអាចជួយដោះស្រាយយើងរាល់បញ្ហាទាំងអស់អញ្ចឹងនៅពេលដែលយើងរកលុយបានគឺយើងត្រូវតែខំសន្សំសំចៃយើងទុកយើងដាក់នៅពេលដែលមានបញ្ហាគឺយើងអាចដោះស្រាយបានទាំងអស់ហើយកុំគិតថាគ្រប់គ្នាអត់មានបញ្ហាម្នាក់គឺចូលមកអត់មានបានព្រៀងទុកទេបញ្ហាគ្រោះថ្នាក់គឺមានកើតឡើងចៃដន្យគ្រប់ពេលវេលាអញ្ចឹងអ្វីដែលយើងបានត្រៀមពេលដែលយើងរកបានយើងចេះទុកដាក់លុយកាក់ព្រោះអីលុយកាក់នេះហើយដែលសំខាន់បំផុតនៅពេលដែលម៉ាក់ខ្ញុំគ្រោះថ្នាក់អាយុខ្ញុំ35ហើយទៅតែម៉ាក់ខ្ញុំគ្រោះថ្នាក់ហ្នឹងដែលខ្ញុំបានជួបនៅក្នុងជីវិតថាពេលដែលអត់លុយជីវិតស្មើ0នៅពេលដែលយើងមានលុយយើងអាចទិញអាយុជីវិតរបស់យើងបានគ្រប់ពេលវេលាគ្មានអីដែលអាចទៅនិយាយជាមួយនឹងពេទ្យបានក្រៅពីលុយទេ